ចំពោះរឿងចក្រវាលនឹងដែលព្រះអានន្ទបានក្រាបបង្គំទូលសួរព្រះអង្គពេលអានន្ទបើដូច្នោះអ្នកចូលស្ដាប់ចូលធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះតថាគតនឹងសម្ដែងប្រាប់ព្រះអានន្ទនឹងក៏ទទួលពាក្យពមានភិថាបកករណាព្រះអង្គព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលអានន្ទព្រះច័ន្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយបានត្រឹមណាត្រឹមនោះជាលោកមួយត្រូវកំណត់យកលោកនេះ1000ក្នុងលោកដែលកំណត់1000ដងនោះព្រះសម្មាសម្ពុទ្ធព្រះអង្គអាចសម្លឹងឃើញរហូតដល់ទៅចក្រវាល1000ជាប្រភេទនៃចក្រវាលប្រភេទតូចដែលហៅថាសហសីចលនិកាលោកគឺនិយាយអំពីសហសីចលនិកាលោកធាតុនេះគឺបញ្ជាក់ទុកថាក្នុងលោកធាតុមួយនេះគឺស្មើនឹងមួយចក្រវាលបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ជាមួយអានន្ទទៀតថាមនាលអានន្ទការបើតថាគតប្រាថ្នាក៏បីញ៉ាំងទេសហសីមហាសហសីលោកធាតុឲ្យដឹងច្បាស់ដោយសម្លេងបានឬក៏បីប្រាថ្នាត្រឹមណាក៏បានព្រះអានន្ទត្រាស់ជាមួយព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះព្រះមានព្រះភិក្ខក៏បីញ៉ាំងទេសហសីមហាសហសីលោកធាតុឲ្យដឹងច្បាស់ដោយសម្លេងបានឬថាក៏បីប្រាថ្នាត្រឹមណាក៏បានទៅដោយម្ដេចមនាលអានន្ទក្នុងលោកនេះតថាគតសាយរស្មីទៅកាន់ទេសហសីមហាសហសីលោកធាតុកាលណាពួកសត្វតនុស្គាល់ច្បាស់នៅពន្លឺនោះបានក្នុងកាលនោះតថាគតក៏បីធ្វើនៅសម្លេងឲ្យលឺគឹកកងញ៉ាំងសម្លេងទាំងឡាយឲ្យលន់លឺមនាលអានន្ទតថាគតក៏បីញ៉ាំងទេសហសីមហាសហសីលោកធាតុឲ្យដឹងច្បាស់ដោយសម្លេងបានឬថាគប្បីប្រាថ្នាដល់ណាក៏បានយ៉ាងនោះឯងពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គក្រាបសម្ដែងអញ្ចឹងព្រះអានន្ទត្រេកអរអូជាលៀបរបស់ខ្ញុំព្រះអង្គហើយខ្ញុំព្រះអង្គឈ្មោះថាបានល្អហើយព្រោះថាព្រះសាស្តារបស់ខ្ញុំមានឫទ្ធិច្រើនយ៉ាងនេះមានអានុភាពច្រើនយ៉ាងនេះពេលដែលព្រះអានន្ទពោលសរសើរព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះឧទាយីពោលតបថាតបនឹងអានន្ទថាមនាលអវសរអានន្ទប្រសិនបើព្រះសាស្តារបស់អ្នកមានឫទ្ធិច្រើនយ៉ាងនេះមានអានុភាពច្រើនយ៉ាងនេះតើអ្នកនឹងបានអ្វីក្នុងដំណើរនោះគ្រាន់តែឮពុទ្ធដីកាព្រះអង្គនេះបានស្អីក្នុងហ្នឹងបានព្រះសម្មាសម្ពុទ្ធត្រាស់នឹងព្រះឧទាយីវិញមនាលឧទាយីអ្នកកុំនិយាយយ៉ាងនេះឡើយមនាលឧទាយីបើអានន្ទមិនទាន់បានប្រាជ្ញារាគៈយ៉ាងនេះហើយក៏បីធ្វើមរណកាលដោយចិត្តជ្រះថ្លានឹងតថាគតសម្ដែងរឿងហ្នឹងអានន្ទក៏បីបានសោយទេវរាជសម្បត្តិក្នុងទេវលោក7ដងសោយមហារាជសម្បត្តិក្នុងចម្ពោះទ្វីប7ដងមនាលឧទាយីតែថាអានន្ទនឹងបរិនិព្វានក្នុងអត្តភាពជាបច្ចុប្បន្ននេះយ៉ាងណាព្រោះសេចក្តីជ្រះថ្លានឹងស្ដាប់ព្រះសម្មាសម្ពុទ្ធឲ្យយល់អំពីឫទ្ធានុភាពរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងក្រៃលែងណាគាត់ព្រះអង្គសម្ដែងទៅពីរឿងចក្រវាលហ្នឹងជ្រះថ្លានឹងព្រះមានប្រពាក្យនឹងឫទ្ធិព្រះអង្គហ្នឹងដែលមានព្រះសម្មាសម្ពុទ្ធជាអារម្មណ៍ហ្នឹងបើអានន្ទហ្នឹងមិនអស់រាគៈក្នុងជាតិហ្នឹងណាហើយត្រូវចុតិស្រាប់ទៅកើតទៀតណាអានន្ទសោយរាជសម្បត្តិទេវរាជសម្បត្តិក្នុងទេវលោក7ដងតគ្នាមហារាជសម្បត្តិក្នុងចម្ពោះទ្វីប7ដងប៉ុន្តែព្រះអានន្ទត្រូវបរិនិព្វាននៅក្នុងអត្តភាពជាអានន្ទនឹងឯងដូច្នេះនៅក្នុងពេលនេះខ្ញុំប្រកាសថាខ្ញុំចង់និយាយពីចំណុចមួយចំនួនដែលអ្នកខ្លះចេះតែបដិសេធនិងព្រះពុទ្ធសាសនានឹងថាមិនមែនជាវិទ្យាសាស្ត្រយើងមិនអាចនិយាយបានទេព្រះសបញ្ញុតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធក្រៃលែងណារឿងដែលមិនមានទីបំផុតគឺថាសត្វលោកនឹងអត់មានទីបំផុតទេរឿងចក្រវាលនេះអត់មានទីបំផុតទេអញ្ចឹងណារឿងចក្រវាលនេះអត់មានទីបំផុតទេអាកាសនេះអត់មានទីបំផុតទេហើយព្រះសបញ្ញុតញ្ញាណរបស់ព្រះអង្គនេះគេមិនអាចគិតរកទីបំផុតគឺយ៉ាងម៉េចទេអញ្ចឹងបានរឿងខ្លះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាប់តាក់ទងជាមួយនឹងរឿងអចិន្ត្រៃយៈរឿងដែលវាគិតមិនកើតដូចជាវិស័យនឹងអញ្ចឹងបច្ចុប្បន្នអ្នកវិទ្យាសាស្ត្ររើបានឃើញតែ10%ទេមិនអាចរកឃើញច្រើនជាងនឹងទៀតប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គមិនចាំបាច់ជិះអាប៉ូឡូទៅទេព្រះអង្គអត់ចាំបាច់ជិះអាប៉ូឡូទៅទេព្រះអង្គគ្រាន់តែបញ្ចេញរស្មីរបស់ព្រះសម្មាសម្ពុទ្ធទៅកាន់រាប់លានកោដចក្រវាលព្រះសម្មាសម្ពុទ្ធព្រះអង្គអាចធ្វើឲ្យសម្លេងព្រះអង្គឮគ្រប់ក្នុងចក្រវាលទាំងអស់នោះតែអញ្ចឹងតែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងរឿងចក្រវាលនោះនៅក្នុងចូលនិកាសូត្រមាននៅក្នុងបៃដកលេខ41បើប្រគុណម្ចាស់បងប្អូនពុទ្ធបរិស័ទចង់មើលទៅបៃដកលេខ41ត្រង់ទំព័រ312បាទបៃដកលេខ41ត្រង់ទំព័រ312ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីរឿងចក្រវាលហ្នឹង